ក្មេងស្រីម្នាក់នេះរកឃើញក្បាលក្មេងស្រីម្នាក់ទៀតនៅឯមាត់បឹងប៉ុន្តែក្បាលនោះគឺចេះនិយាយបន្ទាប់មកអាណាបានយកក្បាលក្មេងស្រីម្នាក់នោះមកកាន់ផ្ទះរបស់នាងដើម្បីមើលថែរក្សាអ្វីដែលគួរចម្លែកក្បាលរបស់នាងបានលេចចេញជារូបរាងចេញដៃចេញខ្លួនដែលរូបរាងកាយកំពុងតែដោះលូតលាស់អាណាក៏បានយកក្បាលក្មេងស្រីម្នាក់នោះគឺដើរលេងកម្សាន្តនៅក្នុងសួនផងដែរស្រាប់តែចៃដន្យមានអ៊ំស្រីម្នាក់បានឃើញហើយក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយមិនរងចាំយូរអាណាក៏បានយកក្បាលក្មេងស្រីម្នាក់នោះរត់ចេញជាបន្ទាន់ហើយនាងក៏បានធ្វើការផ្លាស់ប្ដូរកន្លែងរស់នៅពីមួយកន្លែងទៅមួយកន្លែងយូរទៅនាងក៏អស់ប្រាក់បន្ទាប់មកគឺក្បាលក្មេងស្រីម្នាក់នោះបានឲ្យនាងទៅប្លន់ធនាគារអាណាបានចូលទៅធនាគារពិតមែនប៉ុន្តែនាងមិនបានប្លន់ធនាគារនោះទេនាងបានដកលុយសន្សំរបស់នាងទាំងអស់ដើម្បីជីវិតរស់នៅហើយក្បាលក្មេងស្រីម្នាក់នោះគឺព្យាយាមបញ្ចូលនៅគំនិតមិនល្អឲ្យនាងហើយថានាងគឺជាមនុស្សបរាជ័យនៅក្នុងជីវិតដោយអត់ទ្រាំមិនបានអាណាក៏បានយកក្បាលក្មេងស្រីម្នាក់នោះគឺទម្លាក់ចោលពីលើអគារបន្ទាប់មកមួយសប្តាហ៍ក្រោយគឺក្បាលក្មេងស្រីម្នាក់នោះបានរីកទៅជាមនុស្សធម្មតាហើយដើរមករកអាណាទ្រាំមិនបានក៏បាញ់នាងមួយព្រួញបន្ទាប់មកក៏យកនាងបង្កក់នៅក្នុងផ្ទាំងទឹកកកចៃដន្យអីអ្នកចិត្តខាងរបស់អាណាបានឃើញក្បាលក្មេងស្រីម្នាក់នោះដែលរីកលូតលាស់ជាមនុស្សធម្មតានោះហើយក៏បានត្រូវនាងបញ្ចូលនៅមនោគមហើយក៏ធ្វើឲ្យនាងគឺរួចចេញពីផ្ទាំងទឹកកកនោះបុរសម្នាក់នោះក៏បានចាប់អាណាចូលទៅក្នុងឃ្លាំងដែលត្រជាក់ខ្លាំងហើយក៏ចាក់សោនាងនៅទីនោះក្មេងស្រីម្នាក់នេះរកឃើញក្បាលក្មេងស្រីម្នាក់ទៀតនៅឯមាត់បឹងប៉ុន្តែក្បាលនោះគឺចេះនិយាយបន្ទាប់មកអាណាបានយកក្បាលក្មេងស្រីម្នាក់នោះមកកាន់ផ្ទះរបស់នាងដើម្បីមើលថែរក្សាអ្វីដែលគួរចម្លែកក្បាលរបស់នាងបានលេចចេញជារូបរាងចេញដៃចេញខ្លួនដែលរូបរាងកាយកំពុងតែដោះលូតលាស់អាណាក៏បានយកក្បាលក្មេងស្រីម្នាក់នោះគឺដើរលេងកម្សាន្តនៅក្នុងសួនផងដែរស្រាប់តែចៃដន្យមានអ៊ំស្រីម្នាក់បានឃើញហើយក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយមិនរងចាំយូរអាណាក៏បានយកក្បាលក្មេងស្រីម្នាក់នោះរត់ចេញជាបន្ទាន់ហើយនាងក៏បានធ្វើការផ្លាស់ប្ដូរកន្លែងរស់នៅពីមួយកន្លែងទៅមួយកន្លែងយូរទៅនាងក៏អស់ប្រាក់បន្ទាប់មកគឺក្បាលក្មេងស្រីម្នាក់នោះបានឲ្យនាងទៅប្លន់ធនាគារអាណាបានចូលទៅធនាគារពិតមែនប៉ុន្តែនាងមិនបានប្លន់ធនាគារនោះទេនាងបានដកលុយសន្សំរបស់នាងទាំងអស់ដើម្បីជីវិតរស់នៅហើយក្បាលក្មេងស្រីម្នាក់នោះគឺព្យាយាមបញ្ចូលនៅគំនិតមិនល្អឲ្យនាងហើយថានាងគឺជាមនុស្សបរាជ័យនៅក្នុងជីវិតដោយអត់ទ្រាំមិនបានអាណាក៏បានយកក្បាលក្មេងស្រីម្នាក់នោះគឺទម្លាក់ចោលពីលើអគារបន្ទាប់មកមួយសប្តាហ៍ក្រោយគឺក្បាលក្មេងស្រីម្នាក់នោះបានរីកទៅជាមនុស្សធម្មតាហើយដើរមករកអាណាទ្រាំមិនបានក៏បាញ់នាងមួយព្រួញបន្ទាប់មកក៏យកនាងបង្កក់នៅក្នុងផ្ទាំងទឹកកកចៃដន្យអីអ្នកចិត្តខាងរបស់អាណាបានឃើញក្បាលក្មេងស្រីម្នាក់នោះដែលរីកលូតលាស់ជាមនុស្សធម្មតានោះហើយក៏បានត្រូវនាងបញ្ចូលនៅមនោគមហើយក៏ធ្វើឲ្យនាងគឺរួចចេញពីផ្ទាំងទឹកកកនោះបុរសម្នាក់នោះក៏បានចាប់អាណាចូលទៅក្នុងឃ្លាំងដែលត្រជាក់ខ្លាំងហើយក៏ចាក់សោនាងនៅទីនោះ